បាទអញ្ចឹងខ្ញុំសូមស្មូតបទរំលឹកឈប់ពណ៌រាំងសីមួយបទបាទបទតម្រងថាវែងបាទមានដល់ទៅ10វគ្គជាតិយើងអ្នកកាន់សាសនាត្រូវដឹងច្បាស់ថាព្រះពុទ្ធចិនស្រីទ្រង់មានឈប់ពណ៌រាំងសីគឺព្រះរស្មីទាំង6ពណ៌ផ្សាយចេញពីព្រះកាយទ្រង់រុងរឿងរិទ្ធរងប្រសើរបវរឆ្វៀលឆ្វាត់កាយឆើតឆាយល្អទាំង6ពណ៌ស្រង់ល្អសោភាកំណើតនៃព្រះរស្មីកើតដោយបារមីទាននៃភង្គវីធ្វើទានឥតមានរួញរាកាលដែលនៅជាព្រះពោធិសត្វរាំងស្មីពណ៌ខៀវនោះណាកាឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់ឲ្យទៀនដល់អនព្រាមបាត់កាលនៅជាក្សត្រនាមស្រីភិងរៀងរាំងស្មីពណ៌លឿងភ្លឺថ្លាកាលដែលទ្រង់អាសាច់ផែធ្វើមាសបិទពុតរូបភ្លឺអោភៀងព្រះអិនជាងមាសទ្រង់វ័យបណ្ឌិតរាំងស្មីក្រហមនោះណាកាលដែលមេដាពោះខំស្លាប់ពិតបោទុំស៊ូបដូរជីវិតកាត់បេះដូងបិទធ្វើថ្នាំមេដារាំងស្មីពណ៌សសុតសាទកាលជាព្រះបាទវេសន្តរក្សត្រាឲ្យទៀនតម្រៃសសោភាដល់ព្រាមប្រាថ្នាយកពោធិញ្ញាណរាំងស្មីពណ៌ដូចជើងហង្សកាលមេដាទ្រង់យកចាប់យកបានជាធោអាសាច់ប្រានឲ្យយ៉ាងសាមានស៊ីបដូរជីវិតរាំងស្មីពណ៌ភ្លេកពួនរាយកាលជាទុនសាយឈ្មោះសោមបណ្ឌិតឲ្យទៀនសាច់ឈាមជីវិតដល់អិនព្រាមគិតថាអត់អាហាររាំងស្មីខឿលឿងក្រហមសហងបាទព្រមទាំងភ្លេចអង្ចាត្រូវជា6ប្រការទាំងចាំងកុមារចូលចាំទុកអើយបាទបទនេះជាបរិយានិពន្ធរបស់សម្ដេចសង្ឃរាជជួនណាត